75ខ្សែទឹកខាងក្នុងទូកដែលពាក់ផ្លាកលេខ074ស្រីសសុកសែនជ័យអូស្រីសបាទលោកវាគុំទៅក្បែរនេះញឹមហ្មងយ៉ាងម៉េចទៅហើយមហាអំពើវ័នជ្រុយរស័យមុខកំពូលខ្សែទឹកក្រៅពាក់ផ្លាកលេខ048បារមីឯកមានជ័យមកពីពីមតាឯកពីមញ្ញាថងអរិយខ្សាត់បាទចាំមើលខាងពីមញ្ញាអង្គអរិយខ្សាត់បាទលេងគ្នាហើយទុកចៅបាទខ្ញុំដឹងថាតិចទៀតហ្នឹងនៅក្នុងវេទិកានេះក្រោកឈរទាំងអស់ហើយបាទនិមន្តឈរតាមដានហើយបាទអង្គុយមិនអស់ចិត្តទេចាំមើលបាទគឺត្រៀមនៅចលនាដង្ហើមផងព្រោះអីទូកនេះលឿនណាបាទដាក់មុនគេហ្មងស្រីសសុកសែនជ័យចំណាយរៀងមែនតើស្រីសនោះនៅស្រីជ្រួយសតទៀតណាបាទលោកវាឃុំតទៀតណាតែអត់អីទេនៅតែលឿនដែរតែបាទជ័យជំនះគឺស្ថិតនៅពេលដែលមានទេពកោសល្យនិងបច្ចេកទេសបាទកីឡាតែតែមានឈ្នះនិងមានចាញ់បាទដូច្នេះអ្នកចាញ់នឹងបន្តវឹកហាត់បាទអ្នកឈ្នះក៏នៅតែប្រឹងប្រែងបាទចេញមកហើយខ្សែទឹកក្រៅគឺខ្ញុំបាទបានមើលឃើញថាខ្សែទឹកក្រៅដែលមានឯកដ្ឋានពណ៌លឿងល្អដល់ចុងចង្វាពណ៌សគឺខ្សែទឹកក្រៅពាក់ផ្លាកលេខ074ឯខ្សែទឹកក្នុងបារមីឯកមានជ័យដែលមានឯកដ្ឋានពណ៌ខៀវទឹកបិចលិចដោយចុងចង្វាពណ៌សបាទម៉ូទ័រខ្ញុំនេះគឺបាទបន្ថែមលបឿនគួរឲ្យកយគុណមែនទែនសម្រាប់ទូកខ្នាតវែងបារមីឯកមានជ័យក៏មិនធម្មតាដែរបារមីឯកមានជ័យដែលមានឯកដ្ឋានខៀវទឹកបិចលិចដោយចុងចង្វាពណ៌សល្អដោយមួកពណ៌ក្រហមនិងក្បាច់ក្បូរកេមទូកបាទប៉ិនគ្នាល្អណាស់បើយើងមើលតាមបាទសូមអធិស្ឋានក្នុងស្រីសខ្សែទឹកក្នុងស្រីសដែលមានឯកដ្ឋានខៀវទឹកបិចសូមអធិស្ឋានបាទដោយរំភើបនិងលបឿនបាទមិនចង់ខុសទេបាទរំភើបនឹងលបឿនចំណែកឯខ្សែទឹកខាងក្រៅបាទយ៉ាងម៉េចហើយស្រីសដកអាយបច្ចេកទេសគេបាទខៀវទឹកបិចលិចដោយចុងចង្វាពណ៌សបាទដកបន្តិចម្ដងណាតែមិនដឹងថាដកប៉ុណ្ណាទេលោកមេឃុំអើយលោកស្រីអើយខ្ញុំចាំមើលដកដល់ឲ្យ5 6 7ខ្ទង់បារមីឯកថែមលបឿននីលកាមមិនទាន់ចុចទេបារមីឯកថែមបាទពាក់កដាលទូកបាទអបអសាទរផងបាទអបអសាទរផងជាមួយនឹងស្រីសសុកមិនជើងទី1នេះគឺទទួលជ័យជំនះទៅលើបារមីឯកមានជ័យបាទគឺប្រហែលជា15ខ្ទង់បាទជា15ខ្ទង់